អ្នកនាងជួយនឹងស្វាមីមានអាយុខុសគ្នាប៉ុន្មានឆ្នាំក៏ពិតមែនតែអ្នកទាំងពីររស់នៅជាមួយគ្នាចុះសម្រុងថែមទាំងបានកសាងគ្រួសារពេលនេះមានកូនប្រុសមួយនិងកូនស្រីមួយពោពេញទៅដោយសុភមង្គលតែគូស្នេហ៍មួយគូនេះក៏ធ្លាប់លេចលឺព័ត៌មានមួយផងដែរថាបានគេបែកបន្ទប់គ្នាព្រោះឆ្លោះគ្នាខ្លាំងរហូតដល់ជួយយំយ៉ាងខ្លាំងបន្ទាប់ពីនាងបានសម្រាលកូនទី2នៅក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍មួយគឺអ្នកទាំងពីរបានទទួលស្គាល់ការពិតថាអ្នកទាំងពីរពិតជាបានកេងផ្សេងគ្នាមែនក៏ប៉ុន្តែមិនមែនបានន័យថាបែកបន្ទប់គ្នាឡើយគ្រាន់តែបែកក្រេគ្នាតែប៉ុណ្ណោះអ្នកទាំងពីរបានបែងចែកភារកិច្ចទទួលខុសត្រូវមើលថែទាំកូនទាំងពីរដោយកូនទី1គេងជាមួយនឹងស្វាមីរបស់នាងរីឯកូនទី2គឺត្រូវគេងជាមួយនាងដោយសារតែនាងត្រូវក្រោកបំបើកូនពេលយប់ជាញឹកញាប់នាងមិនចង់ឲ្យកូនទី1របស់នាងភ្ញាក់ទាំងកណ្ដាលយប់ហើយគេងមិនបានគ្រប់គ្រាន់នោះទេជួយនាងបានបន្តទៀតផងដែរថាខ្ញុំអាចយល់បានថាចំពោះគ្រួសារជាច្រើនតែងតែមានការឆ្លោះគ្នាខ្លះជាពិសេសរឿងកូនតែសម្រាប់ពួកយើងទាំងពីរគឺមានតិចតួចខ្លាំងណាស់ធ្លាប់មានកម្មវិធីមួយដែលធ្វើឲ្យជួយរំភើបជាមួយពាក្យស្វាមីនាងទប់ទឹកភ្នែកស្ទើរតែមិនបានគឺស្វាមីរបស់នាងបាននិយាយថាលោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបាននាងជាភរិយាជាម្ដាយរបស់កូនលោកព្រោះក្រុមគ្រួសាររបស់ជួយជាមនុស្សល្អមិនថាឪពុកម្ដាយនិងបងប្អូនទាំងអស់នោះទេតែងតែឲ្យតម្លៃលោកនិងក្រុមគ្រួសាររបស់លោកជានិច្ចលោកបានបន្តទៀតថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមកពីក្នុងឋានៈគ្រួសារក្រីក្រមួយហើយឪពុកម្ដាយរបស់ខ្ញុំគ្រាន់តែជាអ្នកស្រែចម្ការតែប៉ុណ្ណោះមុននឹងខ្ញុំសម្រេចចិត្តយកនារីណាម្នាក់ទៅផ្ទះបង្ហាញក្រុមគ្រួសាររបស់ខ្ញុំពិតជាគិតច្រើនដងណាស់ថាតើម្នាក់នោះអាចទទួលយកក្រុមគ្រួសារខ្ញុំដែរឬទេពីព្រោះខ្ញុំស្រឡាញ់គ្រួសារខ្ញុំជាខ្លាំងហើយខ្ញុំពិតជាមិនចង់ឲ្យនរណាម្នាក់មើលងាយគ្រួសារខ្ញុំឡើយក្នុងពេលថ្មីនេះអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់គ្រួសាររបស់ជួយដោយសារអ្នកទាំងពីរទៅតែធ្វើតែលំហែមួយយ៉ាងស្រស់ស្អាតសម្រាប់ពេលសម្រាកលំហែកាយនំកូនទៅលេងផងដែរគ្រួសាររបស់អ្នកទាំងពីរពិតជាពោពេញដោយសុភមង្គលពិតមែនអ្នកនាងជួយនឹងស្វាមីមានអាយុខុសគ្នាប៉ុន្មានឆ្នាំក៏ពិតមែនតែអ្នកទាំងពីររស់នៅជាមួយគ្នាចុះសម្រុងថែមទាំងបានកសាងគ្រួសារពេលនេះមានកូនប្រុសមួយនិងកូនស្រីមួយពោពេញទៅដោយសុភមង្គលតែគូស្នេហ៍មួយគូនេះក៏ធ្លាប់លេចលឺព័ត៌មានមួយផងដែរថាបានគេបែកបន្ទប់គ្នាព្រោះឆ្លោះគ្នាខ្លាំងរហូតដល់ជួយយំយ៉ាងខ្លាំងបន្ទាប់ពីនាងបានសម្រាលកូនទី2នៅក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍មួយគឺអ្នកទាំងពីរបានទទួលស្គាល់ការពិតថាអ្នកទាំងពីរពិតជាបានកេងផ្សេងគ្នាមែនក៏ប៉ុន្តែមិនមែនបានន័យថាបែកបន្ទប់គ្នាឡើយគ្រាន់តែបែកក្រេគ្នាតែប៉ុណ្ណោះអ្នកទាំងពីរបានបែងចែកភារកិច្ចទទួលខុសត្រូវមើលថែទាំកូនទាំងពីរដោយកូនទី1គេងជាមួយនឹងស្វាមីរបស់នាងរីឯកូនទី2គឺត្រូវគេងជាមួយនាងដោយសារតែនាងត្រូវក្រោកបំបើកូនពេលយប់ជាញឹកញាប់នាងមិនចង់ឲ្យកូនទី1របស់នាងភ្ញាក់ទាំងកណ្ដាលយប់ហើយគេងមិនបានគ្រប់គ្រាន់នោះទេជួយនាងបានបន្តទៀតផងដែរថាខ្ញុំអាចយល់បានថាចំពោះគ្រួសារជាច្រើនតែងតែមានការឆ្លោះគ្នាខ្លះជាពិសេសរឿងកូនតែសម្រាប់ពួកយើងទាំងពីរគឺមានតិចតួចខ្លាំងណាស់ធ្លាប់មានកម្មវិធីមួយដែលធ្វើឲ្យជួយរំភើបជាមួយពាក្យស្វាមីនាងទប់ទឹកភ្នែកស្ទើរតែមិនបានគឺស្វាមីរបស់នាងបាននិយាយថាលោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបាននាងជាភរិយាជាម្ដាយរបស់កូនលោកព្រោះក្រុមគ្រួសាររបស់ជួយជាមនុស្សល្អមិនថាឪពុកម្ដាយនិងបងប្អូនទាំងអស់នោះទេតែងតែឲ្យតម្លៃលោកនិងក្រុមគ្រួសាររបស់លោកជានិច្ចលោកបានបន្តទៀតថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមកពីក្នុងឋានៈគ្រួសារក្រីក្រមួយហើយឪពុកម្ដាយរបស់ខ្ញុំគ្រាន់តែជាអ្នកស្រែចម្ការតែប៉ុណ្ណោះមុននឹងខ្ញុំសម្រេចចិត្តយកនារីណាម្នាក់ទៅផ្ទះបង្ហាញក្រុមគ្រួសាររបស់ខ្ញុំពិតជាគិតច្រើនដងណាស់ថាតើម្នាក់នោះអាចទទួលយកក្រុមគ្រួសារខ្ញុំដែរឬទេពីព្រោះខ្ញុំស្រឡាញ់គ្រួសារខ្ញុំជាខ្លាំងហើយខ្ញុំពិតជាមិនចង់ឲ្យនរណាម្នាក់មើលងាយគ្រួសារខ្ញុំឡើយក្នុងពេលថ្មីនេះអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់គ្រួសាររបស់ជួយដោយសារអ្នកទាំងពីរទៅតែធ្វើតែលំហែមួយយ៉ាងស្រស់ស្អាតសម្រាប់ពេលសម្រាកលំហែកាយនំកូនទៅលេងផងដែរគ្រួសាររបស់អ្នកទាំងពីរពិតជាពោពេញដោយសុភមង្គលពិតមែន